Tên sẽ đâyបងđọcគ្នាថ្ងៃនេះដើរផ្សារឃើញក្តាមស្រស់ល្អឡើងខៀវល្ងិតហ្មងណាខៀវបែបទឹកសមុទ្របងប្អូនឃើញហើយគួរឲ្យចង់ញ៉ាំហ្មងនេះគឺជាគ្រឿងផ្សំដែលខ្ញុំនឹងយកមកធ្វើមុខម្ហូបនៅក្នុងថ្ងៃហ្នឹងធ្វើក្តាមឆាពងទាប្រៃហើយបងប្អូនឆ្ងល់បែបមានពោតអត់ដោយសារខ្ញុំចង់ច្នៃបែបក្តាមឆាពងទាប្រៃដែលយើងដាក់ពោតលីងណាម្ដងបងប្អូនធ្លាប់តែញ៉ាំពោតលីងពងទាប្រៃអញ្ចឹងថ្ងៃនេះខ្ញុំឆាក្តាមពងទាប្រៃហើយយើងដាក់ពោតលីងនឹងចូលមកខ្ញុំធ្វើរបៀប 2 in 1ក្តាមឆាពងទាប្រៃផងហើយមានពោតលីងផងបងប្អូនចង់បានកម្រិតស្រួយប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅពងទាប្រៃហ្នឹងមុននឹងយកមកប៉ាន់ខ្ញុំយកតែស្ងោរបន្តិចដើម្បីកុំឲ្យវាស្អិតពេកបើមិនជាយើងប៉ាន់ទាំងឆៅគឺវាស្អិតជាប់សភាយើងហ្មងណាខ្ញុំធ្វើការស្ងោរវាមកពុះមកចាំយកបកសបកចេញហើយយកមកប៉ាន់ដូចខ្ញុំអញ្ចឹងមកខ្ញុំធ្វើការភ្លក់រសជាតិមកល្មមហើយខ្ញុំចាប់ផ្ដើមដាក់សាច់ក្តាមចូលបងប្អូនចង់ឆាក្តាមទាំងមូលក៏បានដែរតែខ្ញុំចង់ឆាសាច់ក្តាមអញ្ចឹងទៅស្រួលញ៉ាំហ្មងនោះញ៉ាំយកមិនចាំបាក់បកតោះមកយើងធ្វើការឆាសាច់ក្តាមហ្នឹងឲ្យសព្វល្អជាមួយនឹងគ្រឿងពងទាប្រៃដែលយើងបានឆាមុនហ្នឹងកូរឲ្យសព្វចឹងមកឲ្យចូលជាតិហើយខ្ញុំចាប់ផ្ដើមដាក់ពោតលីងចូលអូខេបងប្អូនទាំងគ្នានៅម្ហូបយើងរួចរាល់ហើយមើលមកតំណងគាត់ឲ្យចង់ញ៉ាំអត់បើខ្ញុំវិញនៅក្រៅឡើងឈ្ងុយហ្មងអ្នកឆានេះគាត់ឆាបារាក្លៀនបារាអញ្ចឹងឥឡូវកុំឲ្យខាត់ពេកយើងធ្វើការដេកចានទាំងអស់គ្នាសិនដេកចានខ្ញុំចូលចិត្តដេកបែបខ្ជូតតិចៗអញ្ចឹងណាតែបងប្អូនញ៉ាំអត់ឆ្អែតអាចដាក់ច្រើនជាងនឹងក៏បានដែរចាខ្ញុំគាត់ដាក់ដេកដើម្បីឃើញស្អាតអញ្ចឹងតែគាត់ថាក្នុងស្នុកក្តាមហ្នឹងក៏ខ្ញុំបានដាក់សាច់ក្តាមច្រើនហើយដោយសារម្ហូបឯហ្នឹងខ្ញុំធ្វើញ៉ាំលេងខ្ញុំខ្ជិលញ៉ាំមួយបាយអញ្ចឹងខ្ញុំចង់មានទឹកសោះរបៀបជូរប្រៃផ្អែមអញ្ចឹងខ្ញុំក៏យកទឹកម្ទេសលាយជាមួយនឹង whipping cream ដើម្បីធ្វើទឹកសោះញ៉ាំជាមួយនឹងក្តាមឆាពងទាប្រៃរបស់យើងណាអញ្ចឹងឥឡូវសម្រាប់ការដេករបស់ខ្ញុំរួចរាល់ហើយបងប្អូនមើលមកគាត់ថាមិនដែរស្អាតអត់អូខេអ្នកនរគ្នាឥឡូវម្ហូបរបស់យើងក៏រួចរាល់ហើយ